ជំរាបសួរបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់វីដេអូរបស់ខ្ញុំនៅថ្ងៃនេះបាទថ្ងៃនេះខ្ញុំមានវីដេអូខ្លីមួយចង់បង្ហាញដល់បងប្អូនទាំងអស់គ្នាគឺរបៀបមើលថាតើនរណាបានចូលមកមើល TikTok របស់យើងបាទអញ្ចឹងដើម្បីដឹងថានរណាខ្លះបានចូលមើល TikTok របស់យើងឥឡូវមើលតាមវីដេអូរបស់ខ្ញុំនេះតែម្ដងបាទយើងចូលទៅក្នុងកម្មវិធី TikTok របស់យើងតែម្ដងទៅបងប្អូនបាទឥឡូវយើងចូលដល់កម្មវិធី TikTok របស់យើងហើយបន្ទាប់មកយើងចូលទៅក្នុង profile របស់យើងបងប្អូនបាទយើងចុចចូលទៅកាន់ profile របស់យើងមកបន្ទាប់មកបងប្អូននឹងឃើញនេះសញ្ញាខាងលើ profile នេះមានឃើញសញ្ញាថ្មិញកដៅ2បងប្អូននេះសញ្ញាថ្មិញកដៅ2តែប៉ុន្តែទូទៅទូរស័ព្ទកម្មវិធី TikTok របស់បងប្អូនខ្លះគឺអត់មានទេឡើយហ្នឹងកន្លែងដើម្បីយើងមើលថាតើនរណាម្នាក់តើនរណាខ្លះដែលបានចូលមើល TikTok របស់យើងអញ្ចឹងយើងចុចកន្លែងហ្នឹងមកហើយបងប្អូននឹងឃើញថាមាននរណាម្នាក់ឬក៏បងប្អូនណាខ្លះបានចូលមើល TikTok របស់យើងរៀងរាល់ថ្ងៃបាទអញ្ចឹងយើងថយមកវិញអញ្ចឹងដើម្បីបងប្អូនដាក់សញ្ញាថ្មិញកដៅ2នេះនៅកន្លែងហ្នឹងគឺបងប្អូនត្រូវចូលទៅក្នុងត្រេ3នេះបាទចូលទៅលើត្រេ3នេះមកបន្ទាប់មកបងប្អូនចុចទៅលើពាក្យ setting and privacy នេះមកបាទបន្ទាប់មកគឺបងប្អូនចុចទៅលើពាក្យ privacy ខាងលើនេះបាទទី2នេះមកបាទចុចទៅលើ privacy បងប្អូន scroll ចុះក្រោមបងប្អូននឹងមើលឃើញពាក្យ viewer នេះបាទចុចទៅលើពាក្យ viewer នេះមកបាទបន្ទាប់ពីបងប្អូនចុចលើពាក្យ viewer ហើយបងប្អូនត្រូវ tick នៅកន្លែងហ្នឹងគេដាក់ viewer history ពីដំបូងឡើងគឺវាចេញចេះវាបិទចេះបងប្អូនអញ្ចឹងពេលបងប្អូនចូលមកបងប្អូនទៅបើកអញ្ចឹងបានវាចេញសញ្ញាថ្មិញកដៅ2មិញហ្នឹងបាទតបបើកដល់ហ្នឹងហើយបងប្អូនថយទៅវិញបាទថយទៅដល់ profile មកបងប្អូននឹងឃើញសញ្ញាថ្មិញកដៅ2នៅខាងលើហ្នឹងហើយអញ្ចឹងបងប្អូនចុចលើហ្នឹងមកបងប្អូននឹងឃើញមានfriend របស់យើងឬក៏ follower របស់យើងគាត់ចូលមើលយើងបាទអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេបងប្អូនអរគ្នាយើងជួបគ្នានៅវីដេអូក្រោយទៀតបាទបាយបាយ